សួស្តីពុកម៉ែបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្ងៃទី1នៃការធ្វើប្លុករបស់ខ្ញុំនៅទីនេះគេហៅ Lodi Garden ដែលជាកន្លែងកម្សាន្តមួយសម្រាប់យុវជន You can see let's just hold the camera yeahតាមពិតខ្ញុំអត់មានម្ដងមកទីនេះបងប្អូនដោយសារតែខ្ញុំទៅកន្លែងសួនសត្វហើយគេបិទខ្ញុំអត់ដឹងមានមូលហេតុអីបានជាគេបិទទេគេថាមកពីសត្វឈឺឬក៏មានបញ្ហាចេះគេបិទរយៈពេល1ខែខ្ញុំមើលតាម Google Map គេថាបើក៏តែពេលមកចាក់ស្ដែងបិទអញ្ចឹងក៏ plan ទៅបាន change អញ្ចឹងខ្ញុំមកទស្សនាប្រាសាទទៅអូខេឥឡូវចង់ដល់ប្រាសាទនេះមានអីអស្ចារ្យខ្លះយើងចូលទស្សនាមក Let's goក៏ដូចជាជំរាបសួរនិងសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាម្ដងទៀតរីករាយថ្ងៃចុងសប្តាហ៍ដែលជាថ្ងៃបងប្អូននាំគ្នាសម្រាប់ពីការងារនិងគ្នាធ្វើដំណើរកម្សាន្តទៅតំបន់នានានៃប្រទេសកម្ពុជាហើយខ្ញុំនៅឥណ្ឌានេះក៏ដូចគ្នាដែរបងប្អូនដល់ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកទស្សនាកន្លែងមួយដ៏ពិសេសនៅក្នុងទីក្រុង Delhi នៃប្រទេសឥណ្ឌាសួននេះគឺមានឈ្មោះថា Lodi Garden ដែលមានរយៈចម្ងាយមិនសូវឆ្ងាយពី Indian Gate ប៉ុន្មានទេបងប្អូនបើសិនជាបងប្អូនមកលេង Indian Gate កុំភ្លេចចូលមកទស្សនា Lodi Garden ផងដែលសួននេះភាគច្រើនភ្ញៀវទេសចរគាត់ចូលចិត្តមកលេងសម្រាប់នៅពេលថ្ងៃត្រង់ឬក៏ពេលល្ងាចជាដើមបងប្អូននៅទីនេះមិនត្រឹមតែជាសួនច្បារទេបងប្អូននៅក្នុង Lodi Garden ក៏មានប្រាសាទបុរាណនិងវិមានចាស់ៗដែលសង់តាំងពីសតវត្សទី15រហូតដល់ទី16នៅក្នុងរជ្ជកាល Lodi Dynasty ដែលជាផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏សំខាន់របស់ឥណ្ឌាដែលធ្វើឲ្យទីនេះមានតម្លៃនិងជាទីចាប់អារម្មណ៍ហើយនៅតាមប្រាសាទក៏ដូចជាវិមានមួយគឺមានប្រភេទឈ្មោះហើយអ្វីដែលពិសេសនេះនៅក្នុងនេះក៏មានសត្វក្ងោកដូចគ្នាក៏ប៉ុន្តែគួរឲ្យសោកស្ដាយដែលខ្ញុំស្វែងរកសត្វក្ងោកនឹងអត់ឃើញក៏អត់បានថតជូនបងប្អូនទស្សនាទៅហើយនៅពេលដែលបងប្អូនដើរតាមសួនការរៀបចំរចនាសម្ព័ន្ធផ្លូវគេគឺរៀបចំបានស្អាតគ្មានសម្រាមមានធុងសម្រាប់តម្រូវសម្រាប់បងប្អូនបោះចោលហើយមួយទៀតត្បិតតែសួននេះនៅក្នុងកណ្ដាលទីក្រុង Delhi មែនក៏ប៉ុន្តែគឺពិតជាមានភាពស្ងប់ស្ងាត់ខ្លាំងមែនតើដោយសារផ្ទៃដីនៅសួននេះគឺធំតែខ្ញុំរីកមិនពិសេសខ្លាំងមែនតើសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ចូលចិត្តនៅតែឯងអានសភៅដែលមិនមានភាពរំខានមកសួននេះគឺត្រូវហើយបងប្អូនហើយដូចខ្ញុំថាអញ្ចឹងគោលដៅរបស់ខ្ញុំគឺខ្ញុំមកលេងសួនសត្វអីក៏ប៉ុន្តែចៃដន្យអីគឺគេបិទហើយខ្ញុំពីអ្នកមិត្តភក្តិតែខ្ញុំក៏នាំគ្នា explore ទៅហើយក៏ឃើញសួននឹងដោយចៃដន្យទៅតែពិតមិនមានបំណងចូលសួននឹងត្មងទេដោយសារតែសួនសត្វគេបិទហើយចូលទៅគឺអត់ខកបំណងមែនសួននេះគឺចូលដោយ free បងប្អូនយើងអាចយករបស់ញ៉ាំរបស់ផឹកអីចូលបានក៏ប៉ុន្តែនៅក្នុងហ្នឹងគេអត់មានកន្លែងលក់អីអញ្ចឹងយើងត្រូវដាក់ទឹកដាក់អីតែខ្លួនឯងទៅអញ្ចឹងណាឥឡូវនេះខ្ញុំដាក់វីដេអូប្រភេទ real life បងប្អូនចូលមើលសូមរីករាយទស្សនាទាំងអស់គ្នា Go ឥឡូវយើងប៉ះប្រាសាទមកទៀតហើយចូលមើលនៅនេះប្រាសាទដូចជាខាងមូស្លីមការរៀបចំមើលទៅកពូលអីរៀងមូលឡើងទៅលើអញ្ចឹងមូស្លីម Wait is that right that the Muslim oh maybe I got confused like all the Muslim rulers who ruled India they were not Indian they are nothing they came from foreign countries and I from they came from West Asia like Iran, Iraq, Afghanistan. Oh, I don't want to do that. Whoa, look at this garden. What is this mean? Like the different species like flowers just to decorate. សាខាងតែអូអានេះផ្កាកពីងពួយនៃខ្មែរមានthis flower at my country they have Yeah, this is a requirement garden. But my country they have so I don't care is this bamboo Yeah. My country have as well small bamboo oh that tree is so nice So like you can
And go this way. Yeah, you see the bridge. Oh, here so nice. I don't want to go anywhere. Maybe we can stay here. Oh, it's almost 2 though. 2 p.m. Yeah. Maybe at a bit evening, we just ride the boat that we saw. Let's see. I don't think it's only a boat, like it's a big, park type like this only. Yeah. Chupasan with it. Oh, look at it. Wait, this is not coconut tree. No, it's I know in Khmer, but I don't know what English. It's sla, dance sla, okay. from here we can go inside. You can see that. That temple is really when we look inside. Oh no, I mean outside. But inside it's nothing. There's nothing. Yeah, Everything is looted. I think we don't have to go in it. Maybe there's something inside. It looks good because like it connects with the grass, with the flower, with the garden. But inside there's no nature, so it's just normal. Oh, hey. There's so many types of exercise we can do right here. Wait, I think that's it. That's it, right? This is another park. The park in the park. Yeah. The park in the park. Maybe could be another one in the park too. Let's find out. What the fuck? Yo, I've seen in Doraemon. You know Doraemon? Doraemon. Yeah. Yeah. In that cartoon they've shown this boom side of me. Yeah. So this is India. This is India, right? នៅឥណ្ឌាអ្នកនរគ្នា They said no entry. That's it. We trapped. It feels like I'm in Japan. អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការយកចិត្តទុកដាក់មើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយក៏នៅក្នុងឱកាសខ្ញុំបិណ្ឌខាងមុខនេះខ្ញុំក៏សូមជូនពរបងប្អូនទាំងអស់គ្នាទៅណាមកណាប្រកបដោយសុខសុវត្ថិភាពហើយកុំភ្លេចធ្វើចង្ហាន់ជូនចាស់ៗក៏ដូចជាទៅវត្តផងបងប្អូន We got a food for this evening. I'm in a trap, bro. Hey. No, I think the hawk